ជាងគូអ្នកនៅជឿគាត់ទៀតហើយគាត់ជាប្រពន្ធអ្នកណាធ្វើការបន្តិចបន្តួចមានអីទៅម៉ែខ្ញុំមិនមែនមិនចង់ធ្វើការទេតែអ្នកទាំងឡាយជាខ្ញុំថាខ្ជិលហើយថែមទាំងយកពិន្ទុការងារខ្ញុំទៅទៀតធ្វើបែបនេះមិនសមរម្យទេនេះមិនមែនជាការរស់នៅជាមួយគ្នាអ្នកទាំងឡាយចាត់ទុកខ្ញុំដូចជាត្បាល់កិនរួចហើយនៅថាខ្ញុំរំខានកន្លែងទៀតថ្ងៃនេះអ្នកនិយាយស្ដីហាក់ដូចជាខឹងសម្បាខ្ញុំទ្រាំ2ឆ្នាំមកហើយវាដល់ពេលផ្ទុះហើយរឿងលេងលេះមិនមែននិយាយតែមាត់គឺចប់ទេបើអញ្ចឹងយើងដោះស្រាយគ្នាយូរទៅខ្ញុំមិនប្រញាប់ទេតែចាប់ពីថ្ងៃនេះទៅខ្ញុំមិនធ្វើម្ហូបមិនបោកខោអាវមិនឲ្យចំណីជ្រូកទេហើយក៏មិនធ្វើការជំនួសប្អូនអ្នកទៀតដែរបើចង់ឲ្យខ្ញុំធ្វើការត្រូវសងពិន្ទុការងារមកវិញម៉ែគាត់យកពិតមែនហើយជប់ស្រែកទៅបើស្រែកទៀតអ្នកចិត្តខាងគេមកមើលអស់ហើយបើពួកគេមកខ្ញុំនឹងប្រាប់ពួកគេរឿងពងមាន់បាត់នោះឲ្យដឹងទាំងអស់គ្នាអ្នកហ៊ានទេខ្ញុំហ៊ានឬមិនហ៊ានអ្នកទើបតែឃើញអំបញ្ញមិញនេះទេសអីខ្ញុំមិនដឹងទេសៀវមីបើអ្នកមិនដឹងក៏មិនអីដែរតែក្រសែភ្នែកអ្នកវាប្រាប់ថាអ្នកកំពុងសម្លឹងមើលកាបូបក្រណាត់នោះរវល់ណាស់ណាឃើញទេភ្នែកអ្នកក្បត់អ្នកទៀតហើយអ្នកនឹងប្អូនអ្នកពិតជាគូកណ្ដែលស័ក្តិសមនឹងគ្រួសារនេះមែនម្នាក់លួចហើយបែកការខ្លួនឯងម្នាក់ទៀតលាក់សោហើយសម្ដែងរឿងសៀវមីប្រាប់មកបានទិញម៉ាស៊ីនដេនៅឯអ្នកមែនទេបងខ្ញុំចង់ទុកវាសម្រាប់រៀបការពេលក្រោយបងថ្លៃគាត់ធាត់ហើយក៏ដេកខោឲ្យមិនចេះដែរឲ្យបាននឹងទៅគាត់ក៏ខ្ជិះខ្ជីដែរខ្ញុំធាត់តែពាក់ព័ន្ធអីនឹងបានទិញម៉ាស៊ីនដេគេប្រើជើងជន់មិនមែនប្រើចង្កេះទេខួរក្បាលតូចតែចេះរវីរវល់រឿងគេបងគ្រាន់តែមិនចង់ឲ្យខ្ញុំទេកុំនិយាយច្រើនរបស់ខ្ញុំហេតុអ្វីខ្ញុំត្រូវឲ្យអ្នកហៅខ្ញុំថាបងថ្លៃមិនមែនហៅខ្ញុំថាម្ដាយទេខ្ញុំមិនមែនចិត្តធំដល់ថ្នាក់រៀបចំថ្លៃទឹកដោះឲ្យអ្នកទេសៀវមីយកវាចេញមកបងយកវាចេញមកអូយបានត្រឡប់មកផ្ទះវិញហើយតើត្រូវគេធ្វើបាបមែនទេតើតាមខុសមនុស្សមែនទេអ្វីជាមួយបានមួយសន្លឹកហ្នឹងខ្ញុំកំពុងលួងលោមគាត់ធ្លាក់ក្នុងដៃអ្នកវេទនីជាងខ្ញុំរៀបការចូលផ្ទះត្រកូលលូទៅទៀតគ្រាន់តែបានមួយសន្លឹកអ្នកចាំបាច់ត្រូវតែចិត្តចង្អៀតចង្អល់ដល់ម៉ែនិយាយស្រួលណាស់បានមិនមែនជារបស់ម៉ែបានជាម៉ែចិត្តទូលាយចុះបើម៉ែយកកំដៃប្រាក់ដែលម៉ែទុកក្នុងហឹបមកឲ្យខ្ញុំវិញខ្ញុំនឹងរៀនធ្វើជាមនុស្សចិត្តទូលាយដូចម៉ែដែរនោះជារបស់ម៉ែឃើញទេដល់វេនខ្លួនឯងទើបដឹងថាឈឺចាប់បង្ហាញថាម៉ែមិនមែនមិនដឹងខុសត្រូវទេគ្រាន់តែម៉ែតែងតែរកលេសឲ្យខ្លួនឯងជានិច្ចចុះបានទិញកង់នៅណាមើលខ្ញុំធ្វើអីខ្ញុំមិនបានយកទេអ្នកមិនបាច់ភ័យទេមនុស្សដូចអ្នកឲ្យតែភ័យគឺមើលទៅដូចជាបានយកទៅហើយដូចជាទៅតែលក់បានថ្មីកុំនិយាយផ្ដេសផ្ដាសបើអញ្ចឹងអ្នកហ៊ានស្ពតទេជាងជន់អ្នកមិនបានយកវាពិតមែនទេខ្ញុំគ្រាន់តែខ្ចីទៅឲ្យធីជូមើលបន្តិចទេបាននឹងក៏យកទៅខ្ចីមើលបានដែរចុះហេតុអ្វីអ្នកមិនខ្ចីខួរក្បាលទៅឲ្យកូនមើលខ្លះទៅមើលថាវាព្រមសងប្រាជ្ញាខ្លះមកអ្នកវិញឬអត់យកវាមកវិញបងធីជូនិយាយថាបាននឹងអាចដូរម្សៅបានកន្លះបាវល្អបើអ្នកហ៊ានដូរវាខ្ញុំនឹងទៅការិយាល័យក្រុមរីកាថាអ្នកលួចយកបានរបស់គ្រួសារយោធាយកទៅដូរទំនិញខុសច្បាប់ឃើញទេមេក្រុមហៅអ្នកទៅផឹកតែហើយខ្ញុំទៅឥឡូវនេះហើយគ្រាន់តែថត់បន្តិចសោះមិនក៏កាច់ម្លេះនេះជាជាតិខ្លាញ់ការពារខួរក្បាលខ្ញុំកុំឲ្យស្ត្រេសបើស្គមស្គាំងហើយអត់ខួរក្បាលទៀតទើបហៅថាខាតចុះបានដូរមកវិញនៅធីស៊ូថាគេគ្រាន់តែលេងសើចទេសំណាងហើយដែលគេគ្រាន់តែលេងសើចបើដូមែនស្អែកនេះអ្នកមិនមែនឈ្មោះលូយៀនចឹងទេគឺលូយៀនឆាន់វិញបងជួយមកទៅគាត់ផងសម្បត្តិគឺអ្នកជាអ្នកយកផ្កាក៏អ្នកជាអ្នករកមិនមែនអ្នកចង់លេងលេះទេបាយផ្ទះត្រកូលលោកក៏គុំញ៉ាំទៀតទៅបានឯងធ្វើអីហ្នឹងយកឆ្នាំងពេលដែលមិនឲ្យខ្ញុំញ៉ាំបាយផ្ទះត្រកូលលោកខ្ញុំក៏ត្រូវតែយកឆ្នាំងខ្ញុំទៅដែរថ្ងៃក្រោយអ្នកទាំងអស់គ្នាដាំបាយដោយរបៀបណាក៏មិនពាក់ព័ន្ធនឹងខ្ញុំដែរឆ្នាំងនឹងប្រើ2ឆ្នាំហើយវាជារបស់ផ្ទះយើងយូរហើយតាក់វិជារបស់អ្នកពិតជាល្អណាស់ចុះខ្ញុំក៏ប្រើលូយេងហូ2ឆ្នាំដែរតើគាត់ក៏ជារបស់ខ្ញុំដែរឬឯងនេះពិតជាគ្មានកេរ្តិ៍ខ្មាស់មែនបើអ្នកមានកេរ្តិ៍ខ្មាស់មិនក៏មកដណ្ដើមឆ្នាំងខ្ញុំរវាងមុខមាត់និងឆ្នាំងអ្នកត្រូវតែសងខ្ញុំមួយមកទុកឆ្នាំងនៅទីនេះហើយដួសបាយឲ្យគាត់ទៅម៉ែយេងហូកុំរករឿងទៀតអី
ទេថ្ងៃនេះកូនប្រុសអ្នកខួរក្បាលកំពុងដំណើរការកុំទៅរំខានគាត់សិនតាហ្វាហើយខ្ញុំធ្វើអីចង់កាត់ចំណេញខ្ញុំមែនទេញ៉ាំបាយទៅបានអ្នកចេះស្ដាប់បង្គាប់បែបនេះតាំងពីដើមខ្ញុំក៏មិនសូវស្ដីឲ្យអ្នកដែរ